នេះជាថ្ងៃដែលបងប្អូនខ្មែរយើងសន្ទឹមរង់ចាំយូរមែនទែនតកតងជាមួយនឹងសន្តិភាពរវាងប្រទេសខ្មែរជាមួយនឹងប្រទេសថៃឬក៏ហៅថាប្រទេសសៀមហ្នឹងអញ្ចឹងថ្ងៃនេះជាថ្ងៃទី26មានការប្រជុំមួយដ៏ធំដែលខ្មែរយើងរង់ចាំមែនទែនហើយថៃវាក៏លេចចលុចវាមិនចង់ទៅទេហើយគឺជាការចោះកិច្ចសន្តិភាពរវាងប្រទេសថៃជាមួយនឹងខ្មែរណាហើយបងប្អូនបានដឹងហើយថាសាក់សីមានដូចជាប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានហើយនឹងលោកប្រធានាធិបតីលោកដូណាល់ត្រាំដែលជាសាក់សីមួយដ៏ធំដែរយើងទទួលស្គាល់ហើយសង្គ្រាមកម្ពុជាថៃបញ្ចប់ដោយលោកដូណាល់ត្រាំកាលដែលបត់ជប់បាញ់ណាហើយអញ្ចឹងតកតងជាមួយនឹងថ្ងៃទី26នេះគឺលោកដូណាល់ត្រាំនឹងធ្វើជាសាក់សីនៅក្នុងការចុះសន្ធិសញ្ញាមួយគឺសន្ធិសញ្ញាសន្តិភាពតែខ្មែរយើងរងចាំមែនតែប្រជាជនថៃដូចជាមិនសូវសប្បាយចិត្តទេក្នុងរយៈពេលប្រហែលថ្ងៃមុនគឺប្រជាជនថៃបានចេញមកតវ៉ានៅស្ថានទូតសហរដ្ឋអាមេរិកដែរគឺស្ថានទូតនៅប្រទេសថៃណាដែលមិនអោយលោកដូណាល់ត្រាំចូលរួមទេហើយថ្មីនេះលោកអានុទីនក៏មានលេសច្រើនដែរតកតងជាមួយនឹងមិនចង់ទៅចូលរួមទៅប្រជុំមិនចង់ចូលរួមចុះហត្ថលេខាអញ្ចឹងដោយសារតែបើនិយាយអស់ទៅតាមច្បាប់ឬក៏ការងាររដ្ឋគឺច្បាស់ណាស់ថានាយរដ្ឋមន្ត្រីនឹងទៅតែដោយសារតែប្រជាពលរដ្ឋគេមិនសប្បាយចិត្តទេអញ្ចឹងហើយទៅលោកអានុទីននឹង4ខែទៅនាយរដ្ឋមន្ត្រីអញ្ចឹងគេមិនចង់ឲ្យសល់គេឈ្មោះអីមួយចំនួនទេប៉ុន្តែលោកដូណាល់ត្រាំបានផុសនៅក្នុង social media ហើយផុសនៅក្នុង Twitter របស់លោកផុសនៅក្នុង X ហ្នឹងថាលោកនឹងចេញមកភ្លាមគឺត្រូវតែសញ្ញាភ្លាមអញ្ចឹងមកដល់ភ្លាមគឺត្រូវសញ្ញាភ្លាមអញ្ចឹងតើលោកអានុទីននឹងធ្វើមុខបែបម៉េចហើយយើងអត់ដឹងទេថាប្រជាជនចៃនឹងធ្វើមុខបែបម៉េចគឺមុខលើនឹងហើយអញ្ចឹងយើងនឹងចាំតំណែងល្អទាំងអស់គ្នាហើយបើនិយាយអត់ទៅកិច្ចសន្តិភាពនេះវាមិនជាការដែលបញ្ចប់សង្គ្រាមចុងក្រោយទេហើយវានឹងច្បាស់ថា 100% នឹងសន្តិភាពទេប៉ុន្តែវាបានមានពិភពលោកចូលរួមជាមួយហើយនឹងបានធ្វើឲ្យប្រទេសខ្មែរយើងស្ងប់សុខមួយចំនួនដែរពីការឈ្លានពានរបស់ថៃណាអញ្ចឹងតកតងជាមួយនឹងកិច្ចសន្តិភាពនេះបើសិនជាថៃភាគីថៃនៅតែរំលោភបំពានហើយភាគីខ្មែរក៏នៅតែតបតក៏វានៅតែមិនមែនជាកិច្ចសន្តិភាពដែលសន្តិភាពយូរអង្វែងដែរគឺវាប៉ះពាល់ទៀតហើយប៉ុន្តែសួរថាតើកម្ពុជានឹងខាតបង់ហើយនឹងថៃនឹងខាតបង់ទេបើសិនជាកិច្ចសន្តិភាពនេះវាមិនប្រកបដោយជោគជ័យហើយយើងក៏មិនទាន់ដឹងថាយ៉ាងណាដែរប៉ុន្តែវាដំណឹងល្អសម្រាប់បងប្អូនកម្ពុជារបស់យើងដែលមានកិច្ចសន្តិភាពមួយដែលបានចុះនៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះនៅប្រទេសម៉ាឡេស៊ីដែលមានលោកប្រធានផ្នូវេនគឺយុរដ្ឋមន្ត្រីម៉ាឡេស៊ីនិងសាក់សីលោកដូណាល់ត្រាំហើយក្នុងកិច្ចសន្តិភាពនេះមិនមែនថាយើងចុះកិច្ចសន្តិភាពទេគឺមានការប្រកាសជាច្រើនដូចជាទីម៉ូឡាសេដែលគេប្រកាសពេញសិទ្ធិជាសមាជិកទី11របស់អាស៊ានហើយនឹងមានការប្រជុំថ្នាក់កម្ពុជាអាស៊ានទៀតអញ្ចឹងហើយយើងនឹងរងចាំមើលលទ្ធផលថាតើវានឹងមានរឿងអីកើតឡើងហើយយើងទៅមើលព័ត៌មានថៃទាំងអស់គ្នាថាតើព័ត៌មានថៃនឹងវាបែបម៉េចទៀតហើយប្រជាជនថៃនឹងគេធ្វើមុខបែបម៉េចយើងទៅមើលទាំងអស់គ្នាថាយើងចាំមើលណាហ្នឹងហើយយើងសង្ឃឹមថាសន្តិភាពនេះនឹងយូរអង្វែងហើយប្រជាពលរដ្ឋខ្មែររបស់យើងក៏អបអរសាទរជាពិសេសយើងនឹងសង្ឃឹមថាវរៈកងទ័ពយើង18នាក់នឹងត្រឡប់មកកម្ពុជានឹងដែនដីជាមួយជួបជុំនឹងគ្រួសារវិញប៉ុន្តែយើងខ្លាចតែថៃវាកលិចកលុចព្រោះអាហ្នឹងវាកលិចកលុចស្រាប់ហើយសៀមយើងហៅសៀមចាស់ហ្នឹងហើយអញ្ចឹងបើសិនជាមានព័ត៌មានអីអាប់ដេតយើងនឹងអាប់ដេតនៅក្នុងវីដេអូក្រោយកុំភ្លេច Subscribe ហើយនឹង Like នឹងផងហើយនឹងមានមតិយោបល់អីបងប្អូនអាច comment នៅខាងក្រោមបានបាទជួបគ្នានៅវីដេអូក្រោយ